នៅវេលាម៉ោងប្រហែល10:30នាទីព្រឹកបរិមអ្នកឈ្មោះ Alba បានដើរចូលទៅក្នុងអគារ Studio លេខ1របស់ Kyoto Animation ក្នុងទីក្រុង Tokyo គេបានជះសាំងជុំវិញច្រកចូលនិងទៅលើបុគ្គលិករួចដុតអន្ឆេះភ្លើងភ្លាមៗខណៈដែលគេកំពុងស្រែកថាស្លាប់ទៅដោយសារអគារមានជណ្ដើរវងនៅចំកណ្ដាលវាបានក្លាយជាបំពង់ផ្សែងដែលរុញច្រានផ្សែងពុលនិងកម្ដៅយ៉ាងលឿនទៅជាន់ខាងលើធ្វើឲ្យបុគ្គលិកជាច្រើនមិនអាចរត់គេចទាន់ពេលសាកសពភាគច្រើនត្រូវបានរកឃើញនៅជណ្ដើរដែលនាំទៅដំបូលអគារដោយសារពួកគេព្យាយាមរត់ឡើងទៅលើតែទ្វារត្រូវបានចាក់សោអ្នកស្លាប់36នាក់អ្នករងរបួស34នាក់ក្នុងចំណោមអ្នកស្លាប់មានអ្នកដឹកនាំរឿងល្បីៗសិល្បករគំនូរជីវចលពូកែនិងអ្នករចនាតួអង្គដែលបានបង្កើតស្នាដៃល្បីៗ Alba បានអះអាងថា Studio Kyoto នេះបានលួចចម្លងស្នាដៃប្រឡំលោករបស់គេប៉ុន្តែបន្ទាប់ពីការស៊ើបអង្កេតគេមិនបានឃើញចំណុចណាមួយដែលថា Studio បានលួចចម្លងស្នាដៃគេឡើយ Alba ខ្លួនឯងក៏រងរបួសរលាកភ្លើងពេញរាងកាយជាង 90% ក្នុងហេតុការណ៍នោះដែរប៉ូលីសត្រូវរងចាំរហូតដល់គេជាសះស្បើយទើបអាចនាំខ្លួនមកកាត់ទោសបានបន្ទាប់ពីការកាត់ក្តីជាច្រើនឆ្នាំនៅខែមករាឆ្នាំ2024តុលាការក្រុង Tokyo បានសម្រេចកាត់ទោសប្រហារជីវិតទៅលើ Alba តុលាការបានទាត់ចោលការអះអាងរបស់មេធាវីដែលថាគេមានជំងឺផ្លូវចិត្តដោយសម្រេចថាគេដឹងខ្លួនច្បាស់និងបានរៀបចំផែនការយ៉ាងល្អិតល្អន់មុននឹងធ្វើសកម្មភាព